ប្រិមិត្តទូទាំងនិកជនជាទីមេត្រីបាទគណៈពេលនេះខ្ញុំបាទឈឹមកុសលបាទកំពុងមានវត្តមាននៅចំណុចផ្លូវឡើងទៅប្រាសាទតាមុនដែលជាប្រាសាទកេរដូនតារបស់ខ្មែរយើងបាទហើយថ្ងៃនេះដែរគឺជាថ្ងៃទី27បាទខែមិថុនាឆ្នាំ2025បាទបន្តិចទៀតនេះខ្ញុំបាទនឹងធ្វើជាវីដេអូឃ្លីបដើម្បីចែកជូនទៅដល់បងប្អូនទស្សនារួមជាមួយនឹងខ្ញុំបាទក៏ដូចជាទស្សនវិជ្ជាផ្ទាល់នៅជុំវិញប្រាសាទតាមុនទាំងអស់គ្នាបាទឥឡូវនេះយើងដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានជាមួយនឹងខ្ញុំបាទដូចទៅបាទសូមអញ្ជើញបាទឥឡូវនេះឃើញថាខ្ញុំបាទបានមកដល់កម្មចិន្តានៃប្រាសាទតាមុនហើយបាទហើយនៅខាងឆ្វេងដៃខ្ញុំបាទនេះរួមជាមួយនឹងខាងស្ដាំដៃរបស់ខ្ញុំបាទនេះគឺជាខឿននៃប្រាសាទតាមុនរបស់យើងបាទហើយសូមបញ្ជាក់ផងដែរថាប្រាសាទតាមុនគឺបែរមុខទៅទិសខាងត្បូងបាទបែរមុខទៅទិសខាងត្បូងទាំងនេះគឺជាភាពអំណោយផលទៅដល់ប្រជាពលរដ្ឋរបស់យើងដែលគាត់ធ្វើដំណើរឡើងមកកំសាន្តនៅលើតួប្រាសាទទាំងមូលផងដែរបាទសូមបញ្ជាក់ឲ្យឃើញថាបុព្វបុរសដូនតាខ្មែរយើងបានគិតគូរយ៉ាងម៉ត់ចត់បាទគិតគូរម៉ត់ចត់ណាស់មុននឹងកសាងប្រាសាទតាមុននេះឡើងដើម្បីឲ្យកូនខ្មែរចំនួនក្រោយធ្វើដំណើរឡើងទៅប្រាសាទតាមុនបានងាយស្រួលបាទហើយនៅពេលយើងឡើងមកដល់ប្រាសាទតាមុននេះគឺយើងនឹងបានឃើញនៅរចនាបថរបស់ខ្មែរទាំងស្រុងដែលកសាងឡើងដោយស្នាមប្រហោះរបស់ព្រះបាទសូរ្យវរ្ម័នបាទសូរ្យវរ្ម័នទី1ក្នុងចន្លោះឆ្នាំ1002ដល់ឆ្នាំ1050ហើយបើសិនជាបងប្អូនអាចមានបំណងចង់អុជធូបបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនបងប្អូនអាចអុជធូបបន់ស្រន់បាននៅក្នុងតួប្រាសាទនេះផងដែរបាទហើយម្យ៉ាងវិញទៀតនៅពេលដែលបងប្អូនអញ្ជើញមកដល់គឺបងប្អូននឹងបានឃើញនៅវត្តមានបងកងទ័ពរបស់យើងបាទរួមជាមួយនឹងទាហានថៃបាទទាហានថៃដែលឈើជើងការពារប្រាសាទរួមគ្នាបាទហ្នឹងហើយការពារប្រាសាទរួមគ្នាហើយសូមជម្រាបជូនផងដែរថាបើសិនជាបងប្អូនមានបំណងចង់មកទស្សនាកំសាន្តសូមបងប្អូនកុំមានការផិតភ័យនិងព្រួយបារម្ភអំពីសុខសុវត្ថិភាពអីបាទពីព្រោះថាបងប្អូនកងទ័ពក៏ដូចជាបងកងទ័ពខ្មែររបស់យើងដែលឈរជើងនៅលើប្រាសាទនេះគឺពួកគាត់ការពារអំពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់យើងបាទកុំឲ្យមានការផិតភ័យខ្លាចនោះទេបាទហើយជាចុងបញ្ចប់នៃវីដេអូនេះខ្ញុំបាទគឺចុងក្រោយខ្ញុំបាទសូមសំណូមពរទៅដល់ប្រជាពលរដ្ឋខ្មែររបស់យើងដែលពុំទាន់បានមកទស្សនានៅប្រាសាទតាមុននេះក្នុងនាមខ្ញុំបាទក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់សូមដែលស្រឡាញ់ទឹកដីបាទដែលស្រឡាញ់ទឹកដីស្រឡាញ់វប្បធម៌ជាតិសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបាទសូមចូលរួមមកទស្សនាឲ្យបានច្រើនកកដើម្បីលើកស្ទួយនៅវប្បធម៌ជាតិខ្មែរយើងឲ្យបានថ្កុំថ្កើងនៅលើឆាកអន្តរជាតិបាទហើយក៏សូមជម្រាបជូនផងដែរថាចំពោះពេលវេលាបើកបិទបាទចេញចូលទស្សនាគឺយើងបើកជារៀងរាល់ថ្ងៃនៅម៉ោង9ព្រឹករហូតដល់ម៉ោង3ល្ងាចទើបយើងបិទឈប់ឲ្យចូលទស្សនាបាទសូមអរគុណសូមជម្រាបលា